Ngày nay cứ nhom trong một update tệ tôn từ nâng vừa miền rồi viện bát tê Campuchia dưỡng cho mùi nâng bát tê Thái giúp mánh cứក្នុង page របស់សម្ដេចហ៊ុនម៉ាណែតគឺគាត់បាននិយាយឲ្យថាចាប់ពីម៉ោង 12 យប់មិញមកគឺកម្ពុជានឹងលេងនាំចូលប្រេងឥន្ធនៈក៏ដូចជាឧស្ម័នពីប្រទេសថៃចូលមកប្រទេសកម្ពុជាហើយក្រោយពេលដែលមានអិសរាជជនឬក៏អ្នកនយោបាយថៃគេបានគម្រាមកំហែងថានឹងបិទប្រេងសាំងចូលមកប្រទេសកម្ពុជាយើងហើយឥឡូវអត់ទាន់បានបិទទេគឺរដ្ឋាភិបាលយើងគឺបានសម្រេចបិទការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រទេសថៃចូលមកប្រទេសកម្ពុជាហើយក្នុង page របស់សម្ដេចក៏គាត់បាននិយាយដែរកុំថាឡើយមួយខែពីរខែបិទជារៀងរហូតក៏កម្ពុជាអត់មានអីបញ្ហាទេហើយនេះគឺជាការតបតមួយដែលអស្ចារ្យខ្ញុំគិតថាអស្ចារ្យមែនទែនសម្រាប់ខ្ញុំគឺគ្រប់ត្រូលពួកអីពួកថៃនៅពេលដែលយើងនៅស្ងៀមដូចខ្ញុំនិយាយច្រើនដងហើយថានៅពេលដែលយើងនៅស្ងៀមគឺវាកាន់តែបានចិត្តអញ្ចឹងហើយអំឡុងពេលដែលវាគម្រាមកំហែងមកយើងគឺមិនទាន់បានអនុម័តគឺយើងអនុម័តបិទការនាំចូលប្រេងនិងឧស្ម័នចូលមកប្រទេសកម្ពុជាយើងហើយនឹងគឺជាគំនិតដ៏ឆ្លាស់វៃរបស់សម្ដេចហើយម្សិលមិញនៅពេលដែលយោធាថៃចេញសេចក្តីប្រកាសថាបិទច្រកជប់កគីរដ្ឋាភិបាលយើងក៏សម្រេចបិទច្រកជប់កគីដូចគ្នាហើយថែមច្រកមួយទៀតដែលនៅលងវែងគឺច្រកចំច្រកជប់កគីគឺនៅស្រុកមន្ទីរអំពិលខេត្តឧត្តរមានជ័យហើយច្រកចំហ្នឹងនៅស្រុកអន្លង់វែងខេត្តឧត្តរមានជ័យយើងដូចគ្នាអញ្ចឹងហើយរដ្ឋាភិបាលយើងគឺតបតទៅពួកថៃភ្លាមគឺអត់ឲ្យចាញ់ចិត្តទេអានឹងគឺជាអ្វីដែលយើងគួរធ្វើខ្ញុំក៏គ្រប់ត្រូល 100% នៅពេលដែលរដ្ឋាភិបាលតបតទៅនឹងពួកថៃដូចខ្ញុំនិយាយច្រើនដងហើយថាពួកថៃនៅពេលដែលយើងអត់តបតអត់ធ្វើអីវាគឺវាបានចិត្តណាវាគម្រាមយើងបិទនេះបិទនោះបិទច្រកព្រំដែនបិទប្រេងបិទអីឈប់នាំចូលមកខ្មែរយើងគេគិតថាខ្មែរយើងអត់មានអីតទល់ជុំគេតែនៅពេលនេះទៅពួកថៃវាភ្លឺភ្នែកហើយថាយើងមិនរស់ពឹងវាទាំងស្រុងទេអត់ថៃមួយក៏យើងអាចរស់បានដែរអញ្ចឹងថ្ងៃនេះខ្ញុំអាប់ដេតតែប៉ុណ្្នឹងទេហើយបើមានអីអាប់ដេតជូនទៀតគឺខ្ញុំបន្តអាប់ដេតជូនទៀតតែមុននឹងបញ្ចប់គឺខ្ញុំចូលរួមគ្រប់ត្រូលចំពោះរដ្ឋាភិបាលដែលដាក់នៅបទបញ្ជាបទបញ្ញត្តិតបតទៅថៃវិញអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណ